293 The children heard blank when they fell តើមើលចម្លើយសិនចុះ A themselves B them C their self ហើយនឹង D their selves តើតើមើលប្រយោគរបស់យើងវិញប្រយោគលំហាត់មានពាក្យបែ hurt ហើយមក hurt បើ hurt ប្រែថាឈឺចាប់របួសធ្វើឲ្យរបួសแล้วក្នុងន័យនេះគឺធ្វើឲ្យរបួសចុះបាទធ្វើឲ្យរបួសធ្វើឲ្យរងរបួសហើយនឹង fail វាជា verb to របស់ឯង fall តែប្រែថាម៉េច fall បាទធ្លាក់ឬក៏អាចប្រែថាដួលក៏បានដែរណាតើឥឡូវយើងចម្លើយមួយណាយើងចម្លើយសិនខ្ញុំបកប្រែតាមក្រោយខ្ញុំវិភាគតាមក្រោយបើយកចម្លើយ A ត្រឹមត្រូវហើយគឺពាក្យអីគេបាទ themselves ដែលគេហៅវាថាជាអីហ្នឹងmìnhចាំឈ្មោះវាដែលអក្សរ RE បើវាជា reflexive pronoun ខ្មែរយើងហ្នឹងគឺគេហៅសព្វនាមឆ្លោះណាសព្វនាមឆ្លោះដែលនៅក្នុងប្រយោគរបស់យើងការប្រើប្រាស់ reflexive pronoun សព្វនាមឆ្លោះនេះដើម្បីប្រាប់ថាប្រធានរបស់ប្រយោគធ្វើអំពើលើខ្លួនឯង subject ហើយនឹង object ជាមនុស្សតែមួយជាអាចបើសាររបស់មកប្រែចម្លើយប្រយោគរបស់យើងសិនមកចឹងប្រយោគដែលបានគឺ the children hurt themselves when they fell ដែលបានថាក្មេងៗបានធ្វើឲ្យខ្លួនឯងឈឺចាប់ឬក៏រងរបួសនៅពួកគេនៅពេលពួកគេបានដួលណាក្មេងៗបានធ្វើឲ្យខ្លួនឯងរងរបួសឬក៏ឈឺចាប់នៅពេលដែលពួកគេបានដួលគឺតាមអត្ថន័យហ្នឹងយើងត្រូវយកអាហ្នឹងភាសាសមណាផ្សេងមិនអាចបានទេហេតុឥឡូវយើងបោះស្រាយណាហេតុអីបានជាផ្សេងមិនបាន B them ហេតុអីបានជាមិនយកវាមកវាអី them យើងបកប្រែថាពួកគេហើយវាគឺជាអី pronoun ជា object pronoun ដែលត្រូវដើរតួជា ជាកិច្ចចន្លោះរបស់យើងវាជា object ត្រូវហ៎បាទចន្លោះរបស់យើងវាត្រូវការ object ហើយប៉ុន្តែបើយើងយកវាមិនអាចបើយើងយក them ធ្វើជា object វាធ្វើឲ្យ subject និង object ជាមនុស្សផ្សេងគ្នាហើយស័ក្តិសមផ្សេងគ្នាអត់ទេពីពួកគេដួលខ្លួនឯងទៅរបួសខ្លួនឯងបើយើងយកដើមបានថាពួកគេធ្វើឲ្យអ្នកផ្សេងរបួសឲ្យក្នុងន័យមិនមែនចឹងបាទក្នុងន័យនេះគឺពួកគេដួលខ្លួនឯងទេហើយ C ហើយនឹង D គេមកបន្លំទេ C ហើយនឹង D ពេលហ្នឹងគ្មាននោះទេ reflexive pronoun របស់ pronoun ទេគឺគេយក object pronoun them បូកមួយ self ដូចចម្លើយ A ចឹងណាពេលចម្លើយ C ចម្លើយ D គ្មានទេ